មួយនិយាយថាតើដើម្បីទៅវិបស្សនាតើត្រូវយើងមានមូលដ្ឋានអ្វីខ្លះមួយវាពេលវេលាខ្លីពេកមិនអាចនិយាយបានប៉ុន្តែពូសូមសង្ខេបបន្តិចបើសិនជាយើងគិតពីវាយើងបើយើងនិយាយឲ្យខ្លីសង្ឃថាស្រួលណាមួយប្រពុតលោកបង្រៀនអថង្គិកមៈផ្លូវទៅរួចរំដោះព្រះសម្មាសម្ពុទ្ធមួយជីវិតរបស់លោកចាប់ពីលោកត្រាស់ដឹងមកលោកបង្រៀនតែផ្លូវទៅរួចរំដោះទុកនឹងឯងអថង្គិកមៈចែកជា3គឺសិលសមាធិបញ្ញាដែលពូសម្គាល់ខ្លាំងជាងគេគឺក្មួយពេលដែលវិបស្សនាប្រយ័ត្នទៅនឹងសមាធិសិលសមាធិបញ្ញាសមាធិមានអង្គ3ទី1គឺសមាសតិសមាវិយមៈនិងសមាសមាធិសមាវិយមៈមិនជាបញ្ហាប្រហែលទេសមាវិយមៈយើងមិនសូវជាពិបាកសម្គាល់មនុស្សដែលមានសមាវិយមៈមនុស្សដែលអាចទៅវិបស្សនាឲ្យបានជាប្រយោជន៍មានមនុស្សទៅវិបស្សនាប្រហែលជា 40-50% មានប្រយោជន៍អីទេអង្គុយបាត់ចង្កេះបាត់ខ្នងមករកផ្ទះវិញថ្ងៃក្រោយហៅទៅម្ដងទៀតលែងទៅបដ ாய் ព្រោះអីព្រោះវាអត់មានបារមីគ្រប់បារមីនឹងមានន័យថាជាមនុស្សដែលមិនមានសេចក្តីព្យាយាមគ្រប់បែបយ៉ាងដោយពូនឹងខ្វះឧបេក្ខាបារមីពូគឺខ្វះអាភាពនឹងពេលពូបានទទួលអីតិចនឹងពូសប្បាយចិត្តថាពូរំជួយចិត្តតែពេលពូរំជួយចិត្តវាបាត់អាសមាធិណាសមាវិយមៈនឹងគឺជាមនុស្សបើយើងសង្កេតពីខាងក្រៅក្នុងជីវិតរស់នៅគឺជាមនុស្សដែលចេះសង្កេតខ្លួនឯងតែខ្លួនឯងជាមនុស្សដែលដឹងខុសដឹងត្រូវមនុស្សខ្វះគុណសម្បត្តិកន្លែងណាគួរបំពេញអញធ្លាប់ធ្វើខុសទៅលើគេអត់គួរសុំទោសគេគួរពិចារណាច្រើនមនុស្សរបៀបហ្នឹងជាមនុស្សដែលមានសមាវិយមៈមនុស្សដែលនៅខាងក្រៅគឺជាមនុស្សដែលចេះត្រួតពិនិត្យមើលខ្លួនឯងខុសត្រូវយ៉ាងម៉េចចេះពិចារណាមនុស្សអញ្ចឹងឲ្យពេលតែអង្គុយគឺមានសមាធិចាប់ផ្ដើមមានសមាធិគឺមនុស្សអញ្ចឹងគឺសមាធិឆាប់ហ្មងចិត្តរបស់គេមានសមាធិបើមនុស្សជាមនុស្សដែលលប៉ិនលពូចមិនចេះត្រួតពិនិត្យមើលខ្លួនឯងគាត់អង្គុយមកស្ទុះហ្នឹងពីព្រោះអ្វីទាំងអស់ផ្ដើមចេញអំពីចិត្តយកចិត្តទៅត្រួតពិនិត្យមើលហើយចុះបើចិត្តយើងជាចិត្តលប៉ិនលពូចចេះចុះអង្គុយគ្មានបានកាយទេបាក់ចង្កេះបាក់ក្នុង7 10ថ្ងៃដែលគេយកទៅវិបស្សនាដំបូងហ្នឹងហាក់បីដូចជាយកទៅជាប់គុកអញ្ចឹងបនឲ្យទៅដល់ថ្ងៃត្រឡប់មកវិញបងប្អូនពិចារណាមើលមានពីណាយកយើងទៅដាក់គុកយើងត្រូវមានការពេញចិត្តនឹងវិន័យទាំងអស់ទី1គឺយើងត្រូវមានការពេញចិត្តនឹងវិន័យទាំងឧទាហរណ៍ទៅឧទាហរណ៍ថាអាយុ18គេឲ្យធ្វើទាហាន1ឆ្នាំយើងឲ្យទៅដល់ពេលអាយុ18ហ្នឹងយើងចាប់ដើមមានការធុញទ្រាន់ណាទៅចូលទាហានហ្នឹងចូលថាធ្វើម៉េចបន់ឲ្យតែគ្រប់1ឆ្នាំអាចចេញមកវិញអាហ្នឹងវាជាកាតព្វកិច្ចឧទាហរណ៍ថាគេយកយើងទៅហាត់ទាហានចាប់គេយកក្បាលយើងបុកដីគេឲ្យយើងងើបតាំងពីម៉ោង4ឡើងផាត់5ចេះចុះបើសិនជាសិស្សណាមានការធុញទ្រាន់នឹងវិន័យទាំងអស់ហ្នឹងសិស្សហ្នឹងហាត់មិនទៅមុខទេតោះតែសិស្សហ្នឹងមានការពិចារណាមើលចុះមើលឡើងវិន័យហ្នឹងដើម្បីអញតាប្រយោជន៍អញតាស្អីទាំងអស់ដើម្បីអញតាគេវាមិនមែនបង្កើតវិន័យហាត់ប្រាណហាត់អីទាំងយប់ទាំងរាត្រហ្នឹងដើម្បីអ្នកដទៃឲ្យតែយើងងើបឡើងមិនចង់ងើបមិនចង់អីទំមីងទំញាំងបន់ឲ្យតែចាប់ថ្ងៃមកផ្ទះវិញហើយមកទៅធ្វើអីពីព្រោះអ្វីស្ទង់នឹងចិត្តរបស់យើងអត់សុបាយផងយកអីទៅស្ទង់ឃើញដល់ពេលអញ្ចឹងមនុស្សដែលមានសមាវិយមៈមនុស្សដែលមានសេចក្តីពិចារណាច្រើនខ្លួនមានកំហុសអីមានមកអីមនុស្សអញ្ចឹងអាហ្នឹងគឺជាមនុស្សដែលមានសមាវិយមៈបន្ទាប់ពីសមាវិយមៈមកសមាសតិហ្នឹងគេច្រើនបកប្រែថាការដឹងត្រូវអាពាក្យដឹងត្រូវនឹងដឹងយ៉ាងម៉េចទេសមាសតិហ្នឹងគឺសតិដឹងត្រូវការពិតទៅគឺដឹងក្នុងក្របខ័ណ្ឌកាយ1 2ពេលវិបស្សនាគឺគេយកសតិដែលយើងផ្ចង់ហើយយើងចង់ឡើងមូលតូចប៉ុណ្ណាកាន់តែល្អប៉ុណ្ណឹងពីព្រោះតែពេលណាមូលតូចវាឆាប់ចាប់អារម្មណ៍ណាពេលស្អីដែលកើតក្នុងខ្លួនរបស់យើងបន្តិចវាចាប់អារម្មណ៍ហ្មងពាក្យថាសមាសតិហ្នឹងគឺសតិដឹងក្នុងក្របខ័ណ្ឌកាយពេលវិបស្សនាបច្ចេកទេសវាគឺថាដូចងាយស្រួលហ្នឹងយកតែសតិទៅស្ទង់វេទនាក្នុងកាយវាលមាស់វាស្គៀបវាដំណើរបែកញើសវាស្អិតវាស្អីក្នុងកាយរុករហូតដល់ថ្លើមដល់ប្រមាត់ធ្លាយរហូតដល់ខ្លួនលាយទៅជាទឹកទៅណារុកប៉ុន្តែដោយសមាសតិមានន័យថាសតិដែលដឹងតែក្នុងក្របខ័ណ្ឌកាយមនុស្សជួនកាលពិចារណាអត់ឃើញទេពិចារណាឧបមាថាពលយើងពងដឹងក្នុងក្របខ័ណ្ឌកាយយើងស្ទង់មើលវេទនាឧបមាស្ទង់ទៅកជើងអញ្ចឹងទៅវាមានញាក់ធ្វើបានដឹងថាអូពិតជាកជើងអញមិនប្រើរូបសម័យឯអ្នកខ្លះប្រើដូចសម័យថាកជើងអញ្ចឹងអានឹងមិនមែនសមាសតិឯកំពុងតែសម័យហើយជួនកាលទៀតអារម្មណ៍ហោះហើរទៅនេះទៅនោះអានឹងសួរសម្គាល់ទេថាអូអញមិនមែនដឹងក្នុងកាយជួនកាលពេលដែលក្មួយកំពុងតែវិបស្សនាហ្នឹងក្មួយកំពុងស្ទង់ក្នុងកាយហ្នឹងក្មួយនឹកឃើញពាក្យពូអូពូវាសនាគាត់និយាយថាសមាសតិហ្នឹងគឺស្ទង់ក្នុងកាយពេលដែលក្មួយកំពុងគិតមកពាក្យពូហ្នឹងគឺលែងមានសមាសតិលែងមានសមាសតិសមាសតិបើក្មួយឯងគិតដល់ពាក្យពូហើយក្មួយឯងត្រូវនៅក្នុងកាយនឹងឲ្យបានជាប់ហ្មងស្ទង់ក្នុងកាយឲ្យបានជាប់បច្ចេកទេសរបស់វាគឺតែប៉ុណ្ណឹងស្ទង់តែវេទនាអត់សោយអារម្មណ៍បន្ទាប់ពីសមាសតិមកសមាសមាធិទាំងគេបកប្រែទៀតគេថាសមាសមាធិគឺការតម្កល់ចិត្តត្រូវប៉ុន្តែអាមិនថាតម្កល់ចិត្តត្រូវហ្នឹងក្មួយគឺការគេអាចធ្វើចិត្តឲ្យនឹងបាន
ដោយមានបាតគ្រឹះរបស់វាជាបាតគ្រឹះកំហឹងឧទាហរណ៍ថាយើងខ្ជុំកភ្លើងដើម្បីបាញ់ណាមួយយើងតាំងចិត្តថារកបាញ់ណាមួយពេលហ្នឹងចិត្តរបស់យើងមានសមាធិដល់ឡងមែនតើហ្មងយើងតម្រង់ទៅយើងបាញ់ធ្លាក់ខ្ពស់ហ្មងព្រោះចិត្តរបស់យើងមានសមាធិប៉ុន្តែបាតគ្រឹះរបស់វាគឺបាតគ្រឹះកំហឹងយើងខ្ជុំហ្នឹងមិនខ្ជុំដោយកំហឹងយើងខ្ជុំដោយកំហឹងថាយើងនឹងបាញ់បុគ្គលនឹងឲ្យត្រូវចិត្តរបស់យើងមានសមាធិដែរក៏ប៉ុន្តែមិនមែនជាសមាធិទេមិនមែនជាសមាសមាធិទេសមាសមាធិគឺបាតគ្រឹះវាគឺឧបេក្ខាគឺយើង relax ហ្មងយើងធ្វើឲ្យខ្លួនយើង free ធ្វើឲ្យយើងធម្មតាពីព្រោះអ្វីពីព្រោះការស្ទង់ដង្ហើមកាលណាពេលណាយើងស្ទង់ដោយដង្ហើមវាចូលពេលណាយើងមានអារម្មណ៍ប្រឹងភ្លាមអាសាច់ដុំរបស់យើងវាគាំងទាំងអស់ខ្យល់ដង្ហើមវាអត់ទៅស្រួលដល់អត់ខ្យល់ដង្ហើមវាអត់ទៅស្រួលយើងស្ទង់អត់ដឹងវាបាក់វាគាំងទាំងអស់អញ្ចឹងទី1គឺសមាសតិស្ទង់គឺដឹងវេទនាក្នុងកាយទី2គឺសមាសមាធិឧបេក្ខាចិត្តគឺជាបាតគ្រឹះក្នុងដំណើរការស្ទង់ទាំងអស់គឺឧបេក្ខាតែហ្មងឧបេក្ខាចាំគឺឧបេក្ខាឧទាហរណ៍ថាក្មួយឃើញស្អីមួយដល់ពេលឃើញទៅត្រូវក្មួយរញ្ជួយចិត្តក្មួយរញ្ជួយចិត្តពូលើកឧទាហរណ៍ចេះឧទាហរណ៍ថាមានតកងឡានមួយបើកហើយគេកាន់អ្នកខាងក្រោយកាន់ពិលប្រចាំងទៅជើងភ្នំតកងឡានសួរថាតើពេលអញប្រចាំងពិលទៅជើងភ្នំអញឃើញអីខ្លះថាអញឃើញផ្ទះអ្នកស្រុក 4-5 តំរៀបជួរគ្នាឃើញអីទៀតឃើញកម្មចដាឃើញអីទៀតឃើញដុំម៉ធំៗនៅមុខផ្ទះតែឯងមើលឲ្យច្បាស់លាស់មើលដល់ពេលយើងចង់ថាឃើញសម្ោចវាទូចហើយមើលទៀតមកអញឃើញសម្ើលទូចវាតាមកម្មចដាដល់ពេលឡានហ្នឹងវាបើកទៅវាធ្លាក់កលុកងប់ងាក់អាពិលហ្នឹងវាប្រចាំងលែងច្បាស់វាប្រចាំងលែងច្បាស់មើលអីលែងឃើញទាំងអស់ពេលណាយើងស្ទង់កំពុងតែស្ទង់ទៅសមាសដល់ពេលយើងឃើញស្អីមួយទៅចិត្តរបស់យើងសប្បាយវាលោភលន់វាចូលដល់លោភលន់វាកញ្ចូលភ្លាមអាសតិរបស់យើងវិលដូចពិលអញ្ចឹងចង់ពិលងាកមើលអីលែងឃើញបណ្ដោយស្ទង់អត់កើតទេអញ្ចឹងពេលណាយើងប៉ះអីក៏ដោយប៉ះភ័យក៏ដោយប៉ះប្របាក់ប៉ះអីក៏ដោយដំណើររបស់យើងគឺដំណើរឧបេក្ខារហូតសមាធិមានន័យថាបាតគ្រឹះរបស់វាគឺបាតគ្រឹះឧបេក្ខាដំណើរការតែប៉ុណ្ណឹងវិបស្សនាគឺតែប៉ុណ្ណឹងទី1សមាសតិទី2គឺសមាសមាធិសមាហ្នឹងហើយទី1គឺសមាសតិទី2គឺសមាសមាធិប៉ុន្តែពីមុនមកវាមានសិលណាសិលយើងកម្មសិលបានមានសមាសតិបានចូលដល់សិលសមាធិបានចូលដល់វិបស្សនាគឺបញ្ញាប៉ុន្តែដែលវាខ្លាំងជាងគេក្នុងការត្រួតពិនិត្យកាយហ្នឹងទី1គឺសមាសតិគឺដឹងវេទនាក្នុងក្របខណ្ឌកាយកុំប្រើការមើលមាយទៅក្រៅឲ្យសោះយាយច្រើនណាដែលគាត់ទៅនឹងមើលតែឃើញតែយាយណាដែលគាត់ចូលទៅនឹងគាត់បត់ជើងថ្វាយអង្គមលូនពីចម្ងាយទៅហ្នឹងដឹងតែគាត់អត់មានបានអីទេពីព្រោះវាអត់មានចាំបាច់ស្លៀកពាក់សវាអត់មានចាំបាច់ពានីយើងស្លៀកខោខ្លីយើងស្អឹងថាធ្វើអីក៏បានពាក់អាវអីក៏បានឲ្យតែវាសមរម្យទៅអង្គុយឲ្យតែបានទៅយើងទៅជាយេស៊ូក៏អង្គុយបានយើងទៅជាមូស្លីមក៏អង្គុយបានយើងសតូមូស្លីមនឹងខ្មៅពីចុងជើងដល់ក្បាលក៏តែបានឲ្យតែយើងយល់បច្ចេកទេសទី1គឺសមាសតិគឺដឹងក្នុងក្របខណ្ឌកាយទី2គឺសមាសមាធិគឺដឹងដោយឧបេក្ខាប៉ុន្តែឧបេក្ខាភាគច្រើនមនុស្សយើងឧបេក្ខាបានឧបមាជើងយើងឈឺយើងថាមិនមែនជើងអញទេអានឹងឧបេក្ខាទៅគ្រាន់តែដឹងថាឈឺស្ទង់វាទៅវាមិនមែនឈឺផងវាគ្រាន់តែជាកម្ដៅភីមកដល់ពេលយើងមើលតែកម្ដៅនឹងយូរទៅយើងអត់សោយអារម្មណ៍ទៅវាបាត់ទៅឈឺទៅអស់ចាមែនvậyដល់ពេលយូរទៅតនេះមិនមែនអញទេទៅនោះមិនមែនអញទេដល់ពេលចុងកតុយបំផុតអង្គុយមើលគេហ្នឹងអញហ្នឹងបែរថាជើងមិនអញទេនេះមិនអញទេស្រាប់តែមកទៅដល់វាអញនឹងត្រូវងាប់ម្ដងអញនឹងដូចធាក់ធួយរងងាប់ហ្មងមនុស្សត្រមអត់បានអាពេលឯខ្លួនអញងាប់នឹងមកជំនាមកដល់តែហ្មងកវីដូចគេយកទៅចងស្លាប់កប៉ាល់ហូទៅអញងាប់ហើយដល់ពេលថាគេថាអញនឹងមិនអញទៀតមិនអញមិនបើអញអង្គុយមើលគេមួយថ្ងៃហ្នឹងត្រូវងាប់ហើយអត់មានសមាធិនៅកន្លែងហ្នឹងហ្មងពូមកដល់ដំណាក់កាលហ្នឹងតែហ្មងពូអត់មានឧបេក្ខាតែហ្មងចាញ់ដៃរឿងឧបេក្ខាហ្នឹងតែហ្មងស្ទង់អត់ត្រូវមនុស្សដែលមានបារមីជាអ្នកឧបេក្ខាណាមានន័យថាមនុស្សជាអ្នកដែលសន្សំចិត្តជាឧបេក្ខាយូរហើយពូជំនុំតែងខ្លាំងណាចង់ជួយគេអីតែជួយមិនបាននឹងមួម៉ៅក្តៅក៏អល់កាហាយបានពូថាពូដុតរួលខ្លួនឯងដើម្បីអ្នកដទៃនេះវាច្រើននៅពេលឥឡូវពូដឹងពីរបៀបអស់ហ្នឹងដល់ពេលវាបានមកវិញជាស្អីក្មួយពូដឹងនិយាយថាម៉េចនិយាយនឹងនិយាយថាម៉េចអីក្មួយវាអត់ប្រតិកម្មចិត្តរបស់យើងពេលដែលយើងមានវេទនាអីសោយភ្លាមមកយើងអត់មានប្រតិកម្មទេវាឆ្លងអាវេទនាសញ្ញាសង្ខារនេះប្រតិកម្មចិត្តរបស់យើងអត់ប្រតិកម្មវាចូលទៅដល់
វាចូលទៅដល់គិតទៅហ្មងវាចូលទៅដល់សម្រាប់ចិត្តថាត្រូវធ្វើអីហ្មងវាឆ្លងផុតអាប្រតិកម្មហ្នឹងឧទាហរណ៍ថាគេជេរយើងមកយើងអត់បានខឹងយើងគិតថាត្រូវឆ្លើយទៅមិនហ្មងគេទៅសើយើងមកយើងអត់បានសោយអារម្មណ៍ថាយើងស្រឡាញ់យើងស្អប់អីពាក្យហ្នឹងវាឆ្លងទៅដល់ការសម្រេចចិត្តហ្មងចិត្តរបស់យើងដូចបានដេកហ្មងមកជីវិតហ្នឹងយើងអត់ដែលបានដេកទេទាំងទៀនទៅឆ្វេងទៅស្ដាំដល់ពេលហ្នឹងគឺវានៅដេកស្ងំស្ងៀមដែលព្រះសម្មាសម្ពុទ្ធលោកថាណដ្ឋិសតិបរាំងសុខាំគឺស្ងប់ចិត្តស្ងប់ហ្នឹងគឺជាចិត្តមួយយ៉ាងដែលមិនអាចនិយាយប្រាប់នរណាបានទាល់តែយើងទៅពណ៌ត្រូវបានដឹងថាដឹងនិយាយថាម៉េចវាសុខខុសពីធម្មតាអាហ្នឹងគឺជាចិត្តមួយយ៉ាងដែលយើងទទួលបានហើយវាប្លែកដូចថាយើងថាតិចដូចទឹកកកដែលគេដាក់នៅម្ដុំកណ្ដាលដើមទ្រូងក៏វាមិនត្រូវមិនមែនជាអញ្ចឹងទេវាតិចឡើងស្មាតោដូចមិនដឹងថាម៉េចដូចថាត្រូវឆ្នោតមួយលានថ្ងៃហ្នឹងអញ្ចឹងណាអត់ស្ទាតបាយស្ទាតទឹកអីទៅលាបទៅទឹកមាត់ឆ្អែតទៅណាវាសុខវាស្ងប់នៅហ្នឹងព្រោះចិត្តរបស់យើងវាអត់រំជួយនិយាយថាក្មួយឯងពលត្រូវខ្លួនឯងហ្មងប៉ុន្តែមុននឹងទៅវិបស្សនាគឺអាកន្លែងហ្នឹងទី1សមាសតិគឺដឹងក្នុងគ្រប់ខាងកាយទី2គឺសមាសមាធិគឺបាត់គ្រឿងពវាឧបេក្ខាបន្ទាប់មកទៀតដូចគុណសួរខ្ញុំទី3សមាវិយាមៈសមាវិយាមៈខ្ញុំបានបកស្រាយហើយប៉ុន្តែដែលខ្លាំងជាងគេពេលដែលក្នុងស្ទង់ណាក្នុងស្ទង់ហ្នឹងគឺសមាសតិនិងសមាសមាធិសមាសមាធិគឺបាត់គ្រឹះវាឧបេក្ខាឃើញអីក៏ដោយរហូតដល់ពេលយើងហិតដល់លុតទៅខ្លួនយើងចិត្តងាប់ហើយនៅតែសមាធិទៀតសមាសមាធិទៀតនៅតែមានឧបេក្ខាទៀតឥឡូវខ្ញុំសូមសង្ខេបទៅខ្លីប៉ុន្តែបើសិនជាថ្ងៃណាមួយតែនិយាយអំពីវិបស្សនានឹងខ្ញុំនឹងនិយាយច្រើនពីព្រោះទៅដល់កន្លែងវិបស្សនានឹងមានមនុស្សច្រើនណាស់ដែលអត់ស្ទង់ដឹងអត់ស្ទង់អីពីព្រោះអត់បានសូវយល់អំពីបញ្ហាអស់ហ្នឹងពួកគេអត់សូវបញ្យល់ច្រើនគេចាក់តែកសែតដែលគេបកប្រែពីបរទេសមកយើងស្ដាប់អត់សូវយល់យើងអត់សូវមានបញ្ញាអត់បានទេជាទូទៅបើទៅវិបស្សនាជាមួយពួកអឺរ៉ុប10នាក់គេបានទាំងអស់ហើយឯងអ្នកប្រជាពលរដ្ឋអ្នកនិយាយកាន់ពុទ្ធសាសនាកាន់អីទៅវិបស្សនាហ្នឹង100នាក់បានតែ10នាក់20នាក់អីចឹងបាន 20% ផងគាត់បានស្ទង់អីត្រូវក្រៅពីហ្នឹងគាត់ថាមានឃើញអីផងបានឲ្យចុកស្កេសចុកខ្នងថ្ងៃក្រោយលែងមកជួនកាលអ្នកខ្លះបាន10ថ្ងៃហ្នឹងមកតែ3ថ្ងៃវិចមកផ្ទះបាត់ហើយបន្ទាប់មកទៀតនិយាយវាហេតុអ្វីបានគេថាពុទ្ធសាសនាជាវិទ្យាសាស្ត្រឲ្យតែនិយាយដល់វិទ្យាសាស្ត្រគឺនិយាយពីការពិសោធន៍ឃើញសភាពជាក់ស្ដែងតែនិយាយពីវិទ្យាសាស្ត្រគេមានប្រធានបទក្នុងការសិក្សាទី2គឺគេអាចពិសោធន៍បានតែនិយាយដល់វិទ្យាសាស្ត្រគឺនិយាយចឹងណាទី1មានកម្មវត្ថុក្នុងការសិក្សាទី2គឺពិសោធន៍បានក្នុងរឿងហ្នឹងវាវិទ្យាសាស្ត្រអញ្ចឹងបានគេបដូរពុទ្ធសាសនាជាវិទ្យាសាស្ត្រពុទ្ធសាសនាជាវិទ្យាសាស្ត្រមែនប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនអាចរករកវិស័យដែលពុទ្ធសាសនាដែលវិស័យពធរកឃើញទេព្រោះទោះបីជាគេបានវែករកឃើញម៉ូលេគុលទូចនៅក្នុងម៉ូលេគុលហ្នឹងគេបានឃើញដោយព្រះសម្មាសម្ពុទ្ធបានឃើញកលាបៈអដ្ឋកលាបៈពាក់កណ្ដាលដូចជាអាតូមទៅអីដូចអ្នកវិទ្យាសាស្ត្រដែរប៉ុន្តែអ្នកវិទ្យាសាស្ត្រគាត់វែកមើលគាត់បានសោយអារម្មណ៍ដល់ពេលសតិរបស់យើងដាក់ចូលទៅក្នុងម៉ូលេគុលមួយរបស់ខ្លួនយើងបានសោយអារម្មណ៍យើងដឹងថារំញ័រនៃផ្លូវចិត្តរបស់យើងដែលយើងខឹងវាបានទៅដេកផ្ដិតនៅទៅដល់ក្នុងម៉ូលេគុលអស់នោះហើយដល់ពេលដើម្បីគាស់រំលើងអកុសលដែលយើងបានសាងវាសតិយើងត្រូវតូចដល់កម្រិតនោះដើម្បីទៅខ្វេះទៅរួលយកអកុសលដែលយើងខឹងជាការជាចេតនាដែលវាកប់ចូលទៅក្នុងក្របឈាមដល់ពេលយើងទៅសម្អាតក្របឈាមនិយាយរួមគឺវិបស្សនាបានប្រយោជន៍មកខ្លួនយើងសម្បើមណាអញ្ចឹងបានគេនិយាយថាពុទ្ធសាសនាហ្នឹងតាមពិតយើងហៅថាពធហ្នឹងមានរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងជាវិទ្យាសាស្ត្រពីព្រោះអ្វីពីព្រោះទី1ព្រះសម្មាសម្ពុទ្ធលោកមានប្រធានបទក្នុងការសិក្សាគឺចិត្តទី2គាត់មានវិបស្សនាលោកមានវិបស្សនាជាបច្ចេកទេសដើម្បីពិសោធន៍ថារឿងហ្នឹងវាអញ្ចឹងមែនអញ្ចឹងបានគេបដូរថាពុទ្ធសាសនាហ្នឹងគឺជាវិទ្យាសាស្ត្រត្រឹមត្រូវហើយក៏ប៉ុន្តែវិស័យដែលព្រះពុទ្ធរកឃើញព្រះអង្គខ្លាចជាបុគ្គលត្រាស់ដឹងអស្ចារ្យនៅលើលោកនេះម្នាក់វិទ្យាសាស្ត្រមិនអាចឈានចូលទៅដល់កម្រិតពិសោធន៍ដោយព្រះសម្មាសម្ពុទ្ធទេវិបស្សនាគឺពិសោធន៍ហើយចិត្តគឺជាប្រធានបទក្នុងការសិក្សាវិបស្សនាគឺជាការពិសោធន៍ទៅលើវិស័យចិត្តវិស័យកាយនិងវិស័យមួយទៀតគឺវិស័យធម៌ហួសពីក្របខ័ណ្ឌកាយនិងចិត្តទេមិនអាចនិយាយបានដែលយើងហៅថានិព្វាននោះឯងសូមអរគុណ